នឹងខ្លួនឯងដោយគាត់គិតច្រើនមិនសូវបានសិក្សាកត្តានេះក៏ធ្វើឲ្យគាត់លែងសមនឹងសិក្សាដើម្បីរកស៊ីចិញ្ចឹមគ្រួសារប៉ុន្តែមនុស្សស្រីត្រូវឈប់រៀននៅវ័យក្មេងដោយសារកត្តាទាំងអស់នេះជាចម្បងដោយសារកត្តានៅជុំវិញខ្លួនឬកត្តាពីការសិក្សាដោយគាត់សិក្សាមិនសូវទទួលបានលទ្ធផលល្អទៅធ្វើឲ្យគាត់មានវិបាកឬសម្ពាធលែងចង់រៀនបន្តព្រោះការដែលរៀនមិនសូវទទួលបានលទ្ធផលល្អអាចមានមាត់អ្នកជុំវិញខ្លួនចេះចាស់ធ្វើឲ្យគាត់គិតច្រើនទើបមិនចង់រៀនបន្តឬកត្តាផ្សេងៗទៀតដែលជំរុញឲ្យគាត់ឈប់រៀននៅវ័យក្មេងជាពិសេសគឺកត្តាគ្រួសារព្រោះការដែលគាត់ត្រូវតែស្ដាប់គ្រួសារចំណុចភាគច្រើនព្រោះបើសិនជាគ្រួសារគាត់ឲ្យឈប់ឲ្យធ្វើអ្វីមួយគឺគាត់ត្រូវតែធ្វើព្រោះគាត់ភាគច្រើនម្ដាយឪពុកសម័យមុនគឺគាត់តែងឲ្យកូនស្រីឈប់រៀននៅវ័យក្មេងដោយកត្តាជាច្រើនកង្វះខាតឬទំនៀមទម្លាប់របស់គាត់តាមតែគាត់គិតដូចនេះសរុបមកទស្សនៈប្រធានបទខាងលើគេចង់ឲ្យមនុស្សស្រីកុំងាយបោះបង់ការសិក្សាត្រូវគិតពិចារណាឡើងវិញព្រោះការសិក្សាក៏សំខាន់សម្រាប់អនាគតជាចុងក្រោយខ្ញុំសូមសំណូមពរដល់ទាំងអស់គ្នាឲ្យត្រូវចេះចាត់យកឱកាសការសិក្សាព្រោះវាក៏សំខាន់សម្រាប់អនាគតនេះខ្ញុំសូមជូនពរដល់